ជំរាបសួរôngពបងជាវិជ្ជាកសិករចិញ្ចឹមមកទាំងអស់បាទថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកដងកលឹះនិងអត្ថប្រយោជន៍នៃការចិញ្ចឹមមាន់ដោយប្រើប្រាស់ទ្រុងមាន់តើទ្រុងមាន់វាមានអត្ថប្រយោជន៍ឥឡូវជួបជាមួយខ្ញុំទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីអត្ថប្រយោជន៍នៃទ្រុងមួយតើយើងចាំបាច់ចិញ្ចឹមមាន់ត្រូវមានទ្រុងដែរទេហើយយើងប្រៀបធៀបគ្នារវាងការចិញ្ចឹមនៅខាងក្រៅទ្រុងនិងក្នុងទ្រុងបាទអញ្ចឹងយើងមើលពីទស្សនវិជ្ជាបាទទ្រុងគឺជាជំរកមួយសម្រាប់សត្វមិនថាសត្វថាមនុស្សទេគឺជារឿងចាំបាច់អញ្ចឹងទ្រុងមាន់គឺជារឿងសំខាន់បំផុតដែលយើងត្រូវតែយកចិត្តទុកដាក់ហើយយើងដឹងហើយថាមាន់របស់យើងគឺជាសត្វមួយសម្រាប់គ្រប់គ្រងសម្រាប់គ្រួសារក៏ដូចជាសេដ្ឋកិច្ចផងដែរហើយការចិញ្ចឹមមាន់បើយើងមានទ្រុងមាន់ល្អគឺយើងងាយស្រួលក្នុងការថែរក្សាមើលថែទាំសុវត្ថិភាពទៅដល់មាន់ហើយនឹងជួយអត្ថប្រយោជន៍ជាច្រើនទៀតខ្ញុំនឹងរៀបរាប់បន្តទៅទៀតអត្ថប្រយោជន៍របស់ទ្រុងមាន់នោះគឺជួយការពារនៅសត្វចង្រៃផ្សេងៗដែលមកយាយីដូចជាពពួកឆ្កែឆ្មាឬក៏កណ្ដុរអីផ្សេងឬក៏ឈានទៅដល់មនុស្សផងដែរគឺចោលអញ្ចឹងយើងអាចចាក់សោការពារផងដែរចំណុចមួយទៀតនោះគឺអត្ថប្រយោជន៍នៃទ្រុងមាន់នោះគឺយើងអាចងាយស្រួលផ្គត់ផ្គង់ចំណីអាហារនិងទឹកមានន័យថាយើងចង់ផ្ដល់ចំណីផ្ដល់ទឹកគឺងាយស្រួលតែម្ដងយើងឲ្យនៅម៉ោងណាពេលណាក៏យើងអាចងាយស្រួលក្នុងការផ្ដល់ចំណីដែរអញ្ចឹងបើយើងរៀបចំទ្រុងមាន់ល្អទ្រុងមាន់ល្អគឺងាយស្រួលចំណុចពិសេសមួយទៀតនោះគឺទ្រុងមាន់អាចជួយផងដែរគឺយើងងាយនឹងញែករវាងមេបាមាន់កូនមាន់និងមាន់ជំទង់ឲ្យដាច់ដោយឡែកពីគ្នាហើយវាមានងាយស្រួលអាចផលិតភាពនៃការផលិតពងបានល្អប្រសើរពងល្អពងច្រើនគឺអាស្រ័យទៅលើការរៀបចំទ្រុងរបស់យើងដែរបើយើងខ្វះទ្រុងខ្វះអីគឺពិបាកយើងឃើញហើយពីឧទាហរណ៍យើងឃើញជាក់ស្ដែងនៅកសិដ្ឋានក្រុមហ៊ុនធំយើងឃើញហើយគេមុននឹងដាក់សត្វចូលគឺរៀបចំទ្រុងឲ្យបានល្អប្រសើរហើយស្តង់ដារទៅទៀតຂະຫນាតមួយដែលត្រឹមត្រូវហើយមានខ្យល់បរិសុទ្ធរួមជាមួយនឹងកម្ដៅនិងពន្លឺចូលគ្រប់គ្រាន់ផងដែរអញ្ចឹងទ្រុងមាន់គឺមានសារៈប្រយោជន៍ណាស់មួយទៀតពេលដែលយើងមានទ្រុងមាន់យើងងាយស្រួលក្នុងការប្រើប្រាស់ថ្នាំព្យាបាលក៏ដូចជាវ៉ាក់សាំងអញ្ចឹងអត្ថប្រយោជន៍នៃទ្រុងមាន់គឺសំខាន់មែនទែនអញ្ចឹងពូបងដែលចិញ្ចឹមមាន់មានគោលបំណងចង់ពង្រីកអាជីវកម្មចិញ្ចឹមមាន់ឲ្យធំគឺចាំបាច់ត្រូវតែរៀបចំទ្រុងឲ្យបានល្អប្រសើរយ៉ាងហោចក៏មានទ្រុងមេទ្រុងកូននិងទ្រុងកូនផងដែរអញ្ចឹងបើសម្រាប់អ្នកកសិករចិញ្ចឹមមាន់ទាំងអស់ហើយមានបញ្ហាទៅលើការចិញ្ចឹមមាន់ឬក៏ចង់ប្រឹក្សាយោបល់អំពីបច្ចេកទេសនៃការចិញ្ចឹមថែទាំមាន់អាចទំនាក់ទំនងបានបាទសូមអរគុណសូមគោរព